បាទសូមអនុញ្ញាតប្រកជំរាបសួរបងប្អូនប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីរាប់អានបាទថ្ងៃនេះគឺជាថ្ងៃទី14ខែមិថុនាឆ្នាំ2025បាទដាក់ពេលនេះខ្ញុំបានធ្វើការថតនិតយករូបភាពបាទនៅមាត់ច្រកវាអន្តរជាតិប៉ោយប៉ែតបាទចឹងសូមបងប្អូនចូលរួមតាមដានទស្សនាជាមួយខ្ញុំបាទរបស់គ្នាដោយតទៅបាទគឺទស្សនភាពនៅមាត់ច្រកអន្តរជាតិប៉ោយប៉ែតបាទគឺបើកធម្មតាទេបងប្អូនណាដោយរាល់ដងបងប្អូនជ្រាបស្រាប់ហើយបាទក៏ប៉ុន្តែអ្វីដែលប្លែកគឺខុសម៉ោងខុសពេលវេលាហើយនឹងបងប្អូនប្រជាពលរដ្ឋស្ទះច្រើនបាទនៅក្នុងនោះគឺមានទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិបាទក៏ប៉ុន្តែឃើញថាច្រើនកកកតែម្ដងបាទនេះកំពុងតែសម្រុកចូលទៅខាងទឹកដីបាទថៃបាទគឺសម្រុកចេញទៅច្រើនដោយបងប្អូនបានឃើញស្រាប់នៅក្នុងរូបភាពបាទសម្រាប់បងកម្លាំងសមត្ថកិច្ចយើងក៏លោកបានជួយសម្រួលចរាចរណ៍ផងដែរបងប្អូនបាទគឺលោកបានឈរត្រួតត្រាត្រួតពិនិត្យមើលក៏ដូចជាការសម្រួលចរាចរណ៍បាទសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិបាទឃើញតែច្រើនមែនតើបាទបាទនេះបងប្អូនណាច្រើនមែនតើครับขอบคุณครับไล่แล้วน้อยนึงเดี๋ยวฝนจะตกนะบ้องแย่เลยทีเนี้ยបាទច្រើនមែនតើបាទឡងช่องนั้นเหรอครับถ้าทางนี้หมดแบบที่เราแล้วเราจบเราก็ไปขอโทษนะพี่คนไทยชอบแซวนะครับขอเดินทางបាទនេះគឺឃើញថាភ្ញៀវអន្តរជាតិបាទជាពិសេសគឺជនជាតិថៃតែម្ដងគឺច្រើនតែម្ដងបាទគឺច្រើនដែលសម្រុកចេញទៅវិញបាទហើយការចូលមកក៏ចូលមកធម្មតាដែរបាទឃើញស្រាប់បាទអញ្ចឹងច្រកបើកធម្មតាដូចខ្ញុំបានបាទធ្លាប់ដល់ជាព័ត៌មានបាទគឺបើកម៉ោង8ម៉ោង9បាទធម្មតាបាទគឺច្រើនបាទនោះផ្ទះតែម្ដងចំណុចលើស្ពាននេះបាទផ្ទះតម្រង់ជួរដែលខ្ញុំបានរៀបរាប់មកអញ្ចឹងសរុបទៅចូលហើយជា200ម៉ែត្របាទផ្ទះកក់កុញច្រើនច្រើនមែនតើ